ហើយវាពិតជាពិបាកនៅពេលដែលយើងកំពុងតែអត់មានចំណូលមើលកូននៅក្នុងផ្ទះសុកទៅឲ្យរកចំណូលពីណាមកនេះជាបញ្ហាអញ្ចឹងនៅពេលដែលមនុស្សស្រីគាត់ប៉ះប្តីល្អទោះជាគាត់មានចំណូលឬក៏អត់ចំណូលអត់ជាបញ្ហាទេប៉ុន្តែបើមនុស្សស្រីប៉ះប្តីមិនល្អវិញមនុស្សស្រីបាត់បង់ចំណូលគឺដូចបាត់បង់អីគ្រប់យ៉ាងអញ្ចឹងប្តីមានស្រីតើគួរតែកាត់ចិត្តបែបណាប្តីមានស្រីសម្រាប់មនុស្សស្រីដែលជួបបញ្ហានេះបើសិនជាប្តីជាមនុស្សម្នាក់ដែលរកចំណូលចូលផ្ទះយើងអត់មានចំណូលគឺយើងកាន់តែឈឺព្រោះនិយាយទៅគេអត់ស្ដាប់ទេពីព្រោះយើងអត់មានបានរកចំណូលជួយគ្រប់គ្រងក្នុងគ្រួសារគេគិតថាគេជាអ្នករកចំណូលគ្រប់គ្រងក្នុងគ្រួសារគេអស់ចាហើយគេអាចធ្វើអ្វីតាមដែលចិត្តគេចង់ធ្វើបានអាហ្នឹងរឿងពិបាកបន្តិចអញ្ចឹងសម្រាប់មនុស្សស្រីដែលគាត់ជួបប្តីប្រភេទនេះអ្នកទាំងអស់គ្នាប្រាប់អត់កែអត់ឡើងទេមានជំរឿតែមួយទេគឺត្រូវតែស្រឡាញ់ខ្លួនឯងផុតពីស្រឡាញ់ខ្លួនឯងនឹងហើយអ្នកត្រូវតែរឹងមាំខ្លួនឯងមានចំណូលខ្លួនឯងបន្ទាប់ពីយើងមានចំណូលខ្លួនឯងហើយគឺយើងអាចយកលុយហ្នឹងមកថែរក្សាខ្លួនយើងធ្វើឲ្យខ្លួនយើងស្អាតជាងមុនសុខភាពល្អជាងមុនដល់ពេលហ្នឹងម៉ាក់គឺម៉ាក់លេងគិតពីប្តីឯងហ្មងប្តីមកគិតយើងខ្លួនឯងតែបើថាយើងមិនចង់បានប្តីទេយើងស្រឡាញ់ខ្លួនយើងប្តីគឺមានតាមប្រចាំយើងអញ្ចឹងនៅពេលដែលចាប់ផ្ដើមការមនុស្សស្រីមើលទៅពឹងពាក់បានអត់ប្តីហ្នឹងបើប្តីនឹងពឹងពាក់មិនបានទេកុំចោលការងារយើងកុំចោលរបររបស់យើងតិចតួចក៏ដោយក៏ចេះតែសំទៅរទៅបើសិនជាប្តីល្អអត់ទេគេអត់ដែរខ្វាយខ្វល់ហើយក៏អត់ដែរគិតអំនួតថាខ្លួនឯងជាអ្នករកចំណូលហើយធ្វើរត់ខ្លាំងត្រួតត្រាមកផ្ទះអត់ស្ដាប់ប្រពន្ធទេអត់ទេអញ្ចឹងវាពិបាកដែរសម្រាប់មនុស្សស្រីគឺយើងត្រូវចេះគិតត្រង់កន្លែងហ្នឹងណានៅពេលដែលយើងចាប់ផ្ដើមមានដៃគូហើយបើសិនជាយើងចង់កាត់ចិត្តពីគេធ្វើរបៀបហ្នឹងតែយើងល្អយើងស្អាតយើងខ្លាំងគឺយើងនឹងឈប់គេដោយឯងគេទេអ្នកត្រូវតែតាមវល់យើងវិញ